អ្វីបានជាអត្តពលិកតារាសម្ដែងនិងសូម្បីតែនាយកប្រតិបត្តិបច្ចេកវិទ្យាល្បីៗមួយចំនួននៅតែប្រើកាសមានខ្សែរស់នៅដែលគ្មានត្រកៈអ៊ីនធឺណិត Wi-Fi Bluetooth ឬឧបករណ៍ឆ្លាតវៃឬសំខាន់មួយគឺឧបករណ៍ឆ្លាតវៃឥតខ្សែនីមួយៗបញ្ចេញរលកអេឡិចត្រូម៉ាញ៉េទិកដែលឆ្លងកាត់រាងកាយនិងខួរក្បាលរបស់អ្នកការសិក្សាមួយចំនួនបានបង្ហាញថាការប៉ះពាល់រយៈពេលយូរទៅនឹងសញ្ញាទាំងនេះអាចបណ្ដាលឲ្យមានភាពតានតឹងអុកស៊ីតកម្មកម្រិតស្រាលនៅក្នុងជាលិកាខួរក្បាលដែលនោះមានន័យថាម៉ូលេគុលប្រតិកម្មតូចៗត្រូវបានបង្កើតឡើងដែលយូរៗទៅអាចប៉ះពាល់ដល់សរសៃប្រសាទនិងមុខងារដ៏សំខាន់របស់ខួរក្បាលដូចជាការចងចាំការផ្ដោតអារម្មណ៍និងការគេងជាដើមលើសពីនេះទៅទៀតមានការស្រាវជ្រាវដែលបង្ហាញថាសញ្ញាទាំងនេះអាចប៉ះពាល់ដល់របាំងឈាមហូរទៅក្នុងខួរក្បាលដែលជាខែលការពារខួរក្បាលប្រសិនបើរបាំងនោះចុះខ្សោយម៉ូលេគុលក្នុងឈាមដែលបង្កគ្រោះថ្នាក់អាចចូលទៅក្នុងខួរក្បាលដែលអាចបណ្ដាលឲ្យរលាកនិងធ្វើឲ្យខួរក្បាលរបស់អ្នកឆាប់ចាស់និងចុះខ្សោយឥឡូវស្រមៃថារស់នៅជុំវិញដោយ router Wi-Fi Smartphone ទូរទស្សន៍ឆ្លាតវៃនិងការស្ដាប់ត្រចៀកពេញមួយថ្ងៃជារៀងរាល់ថ្ងៃខួរក្បាលរបស់អ្នកកម្រនឹងបានសម្រាកពីសញ្ញាទាំងនេះណានោះហើយជាមូលហេតុដែលមនុស្សមួយចំនួនដែលយល់អំពីបច្ចេកវិទ្យាល្អបំផុតជ្រើសរើសផ្ដាច់ខ្លួនពីឧបករណ៍ទំនើបទាំងនេះអ្នកខ្លះនៅតែចូលចិត្តកាសមានខ្សែឬកន្លែងគ្មានបច្ចេកវិទ្យាដោយសារតែពួកគេផ្ដល់តម្លៃឲ្យខួរក្បាលរបស់ពួកគេបានសម្រាក